រឿងក្លាស៊ីកូនតាពស់ព្រៃក្នុងការកន្លងយូរអង្វែងទៅហើយមានបរិបម្នាក់ជាចាស់ព្រឹទ្ធាចារ្យឈ្មោះតាពស់ព្រៃគាត់ជាមនុស្សទីទាល់ក្របានមកតាំងទីលំនៅនិងធ្វើស្រែចម្ការនៅក្បែរជើងភ្នំតែពីរនាក់ប្តីប្រពន្ធលុះយូរទៅបានកូនប្រុសម្នាក់គាត់ចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់បានអាយុ1ឆ្នាំបានប្រកបដោយសេចក្តីសុខដរាបរៀងមកឥតដែលមានមោះមងអ្វីឡើយថ្ងៃមួយតាពស់ព្រៃនិងប្រពន្ធកាលបើបញ្ចុកអាហារឲ្យកូនបរិភោគរួចហើយក៏ប្តីកូននោះនៅក្នុងរោងជាទីលំនៅរបស់គាត់ដោយការសពដងរៀងមកមិនបានគិតថាក្រែងមានគ្រោះថ្នាក់ដល់កូនសោះទេហើយក៏យកដងសង្រែកនិងកណ្ដៀវចេញទៅតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ចោលកូនឲ្យដេកនៅក្នុងរោងតែម្នាក់ឯងក្រោយពីតានឹងយាយចេញផុតពីផ្ទះទៅខ្លាធំមួយដែលស្ថិតនៅក្នុងព្រៃភ្នំលបចូលទៅក្នុងរូងឃើញទារកដេកតែម្នាក់ឯងក៏ពាំយកកូនតូចនោះទៅស៊ីជាចំណីអាហារកុមារនោះពុំបានស្រែកយំមួយងាណាសោះដោយវានៅតូចដេកពុំដឹងខ្លួនឯតាពស់ព្រៃនិងយាយជាភរិយាខំច្រូតស្រូវនៅក្រោមកំណៅព្រះអាទិត្យតាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះលុះថ្ងៃត្រង់អត់ទ្រាំនឹងកម្ដៅព្រះអាទិត្យតទៅទៀតពុំបានគាត់ក៏រៀបកណ្ដាប់ស្រូវដាក់ក្នុងសង្រែកនិងចងជាត្រណូលហើយតាពស់ព្រៃលើកអម្រែកមកដាក់លើស្មាដើរតាមក្រោយយាយទូលកណ្ដាប់ស្រូវយាត្រារលះរលាំងសំដៅទៅកាន់ទីលំនៅរបស់ខ្លួនទៅដល់លំនៅហើយក៏ដាក់អម្រែកនិងត្រណូលក្រឡេកមើលទៅក្នុងរូងពុំឃើញកូនរបស់ខ្លួនដេកនោះមានសេចក្តីតក់ស្លុតញាប់ញ័រក្នុងចិត្តជាខ្លាំងតាំងពីអ្នកប្តីប្រពន្ធគយគុណរំពៃក្បែរកន្លែងកូនដេកនោះឃើញតែដានជើងខ្លាមួយយ៉ាងធំនិងស្នាមឈាមស្រក់តាំងពីកន្លែងកូនដេករហូតដល់ព្រៃលំតាពស់ព្រៃនិងភរិយាបានដឹងច្បាស់ថាខ្លាពាំយកកូនទៅស៊ីជាចំណីអាហារហើយក៏យំសោកសង្រេកសង្រៃអាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វីតាំងពីកណ្ដាលថ្ងៃត្រង់រហូតដល់ពេលយប់ជ្រៅទើបតាពស់ព្រៃនិងភរិយាឈប់សោកសៅហើយមកពិចារណាថាបើយើងគិតតែយំសោកអាឡោះអាល័យបកខ្លួនដូច្នេះតទៅទៀតឃើញថាអត់បានប្រយោជន៍អ្វីបន្តិចបន្តួចសោះដូច្នេះគូក៏បីយើងឈប់យំស្រែកហើយគិតរកមធ្យោបាយដូចម្ដេចនឹងសម្លាប់ខ្លានោះឲ្យខានតែបានលុះព្រឹកឡើងក៏បានសម្រេចចិត្តថាត្រូវតែតាមរកសម្លាប់ខ្លាដែលស៊ីកូនខ្លួនឯងនោះឲ្យខានតែបានចាប់ដើរពីពេលនោះមករាល់ព្រឹកភរិយាក្រោកពីព្រលឹមរៀបចំម្ហូបអាហារបាយសំណុំទឹកបំពង់និងបៀកស្លាដាក់ក្នុងសម្ពាធជូនស្វាមីរៀងរាល់ថ្ងៃដើម្បីដើរតាមរកសម្លាប់សត្វខ្លាសាហាវដែលបានមកបំផ្លាញជីវិតកូននោះរីឯតាពស់ព្រៃការប្រពន្ធរៀបចំបាយកញ្ចប់ស្លាដាក់សម្ពាធរួចហើយក៏ធ្វើដំណើរចូលទៅក្នុងព្រៃស្មាម្ខាងស្ពាយបាយនិងសម្ពាធស្មាម្ខាងទៀតលីពូថៅដើរយ៉ាងអង់អាចចូលទៅក្នុងព្រៃភ្នំ
រុករកខ្លាតាំងពីជើងភ្នំរហូតដល់កំពូលមើលសពជ្រោះជ្រលងរូងថ្មតូចធំឆ្លងព្រៃកាត់ពីលឆ្លងវាលចូលព្រៃរៀងរាល់ថ្ងៃគាត់ដើរតាមរកខ្លានោះតាំងពីខែប្រាំងរហូតដល់ខែវស្សាមានទឹកជំនន់ជន់លិចស្រែចម្ការលិចព្រៃព្រឹក្សាតាមវល្លិរហូតដល់ជើងភ្នំបណ្ដាលឲ្យសត្វទាំងផងទាំងឡាយដែលអាស្រ័យនៅក្នុងព្រៃនោះទាំងប៉ុន្មានផ្អើលឡើងទៅពឹងពាក់អាស្រ័យលើកំពូលភ្នំទាំងអស់ដោយខ្លាចក្រែងទឹកជំនន់លងស្លាប់ថ្ងៃមួយតាពស់ព្រៃដើរទៅប្រទះនឹងខ្លាដែលខាំកូនរបស់គាត់នោះគាត់ក៏គិតថាពិតជាខ្លានេះហើយដែលចូលទៅខាំកូនអញស៊ីព្រោះដានជើងដែលអញបានឃើញនឹងជើងនោះមានទំហំប៉ុនគ្នាហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផងមានតែខ្លានេះហើយជាមេវងធំជាងគេបានជាហ៊ានចូលទៅខាំកូនអញស៊ីទាំងថ្ងៃដូច្នេះតាពស់ព្រៃគិតថាបើអញសម្លាប់ខ្លានេះដោយកម្លាំងបាយមុខជាមិនឈ្នះវាទេគូក៏បីអញប្រើគំនិតនិងប្រាជ្ញាដើម្បីសម្លាប់ខ្លានេះទៅបានគិតស្រេចទើបតាពស់ព្រៃបញ្ចេញវាចាយ៉ាងខ្លាំងដើម្បីឲ្យឮទៅដល់សត្វខ្លាថាវល្លិណាតូចចងឆ្នាំងចងអំបែងវល្លិណាវែងចងកូនចងចៅចងញាតសន្តានជួលលើចុងឈើមាត់តែថាភ្នែកតែរំពៃមើលលើមើលក្រោមមើលឆ្វេងមើលស្ដាំដៃស្ដាំកាន់ពូថៅដៃឆ្វេងទាញវល្លិធ្វើរឹកដូចជាអ្នករកវល្លិមែនលុះទន្ទិញទួនឮដល់ខ្លាមានសេចក្តីសង្ស័យក៏សួរទៅតាពស់ព្រៃថាតាបោចបួរយកចងអីតាពស់ព្រៃប្រាប់ទៅខ្លាវិញថាអញបោចវល្លិយកទៅចងឆ្នាំងចងអំបែងចងកូនចងចៅចងញាតសន្តានរបស់អញជួរលើចុងឈើព្រោះនៅតែ7ថ្ងៃទៀតនឹងមានទឹកជំនន់លិចស្រែចម្ការលិចព្រៃព្រឹក្សាលិចទាំងបុព្វតាស្លាប់មនុស្សនិងអាខ្លាឯងនេះអស់ហើយរីឯសត្វខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះមានចិត្តផិតភ័យនឹងសេចក្តីស្លាប់ពន់ពេកក៏និយាយសុំឲ្យតាចងខ្លួនជួរទៅនឹងចុងឈើផងតាពស់ព្រៃប្រកែកថាអញមិនរវល់នឹងចងអាខ្លាឯងព្យួរនៅលើចុងឈើទេទុកឲ្យអាខ្លាឯងលង់ទឹកស្លាប់ទៅចុះបើអាខ្លាឯងមិនជឿអញទេឯងឡើងទៅលើថ្មណាដែលខ្ពស់ជាងគេហើយក្រឡេកមើលទៅជុំវិញភ្នំគង់នឹងឃើញទឹកដែលកំពុងជន់ច្រាងឡើងមិនខានខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះក៏ខំរត់ទៅរកថ្មណាដែលខ្ពស់ជាងគេនៅលើកំពូលភ្នំឃើញទឹកលហលហាចដូចតាពស់ព្រៃប្រាប់មែនខ្លាភ័យតក់ស្លុតខ្លាំងណាស់រត់ចុះមករកតាពស់ព្រៃវិញហើយអង្វរតាហើយអង្វរទៀតសុំឲ្យតាចងជួរខ្លួនទៅចុងឈើតាពស់ព្រៃរឹតតែបានចិត្តហើយពោលថាអញព្រមចងអាខ្លាឯងដែរតែអញចងតែវល្លិណាតូចឲ្យដាច់ធ្លាក់អាខ្លាឯងក្នុងទឹកស្លាប់ទៅចុះខ្លារឹតតែភ័យតក់សុតខ្លាំងទៅទៀតអង្វរតាពស់ព្រៃទៀតមាត់តែអង្វរជើងក៏លើកសំពះតាពស់ព្រៃមើលល្មមបានការហើយ
ก็ប្រាប់ខ្លាថាមិនអីទេចាំអញរកវល់យ៉ាងធំចងអាខ្លាឯងខ្លាឮដូច្នោះមានសេចក្តីត្រេកអរជាទីបំផុតតាពស់ព្រៃក៏បង្គាប់ឲ្យខ្លាដេកផ្ងាហើយយកវល្លិយ៉ាងធំមកចងជើងទាំង4ផ្អោបគ្នាហើយរត់ជួរទៅនឹងចំពាមឈើដែលមានកម្ពស់ល្មមយាដំបងវាយបានលុះតាពស់ព្រៃចងខ្លាព្យួរស្រេចហើយក៏ចេញទៅរកកាប់ដំបងមួយយ៉ាងធំដើម្បីយកមកសំពងខ្លាដែលចងព្យួរនោះរីឯខ្លាកាលបានឃើញតាពស់ព្រៃទៅកាប់ឈើធ្វើជាដំបងធំដូច្នោះក៏មានសេចក្តីសង្ស័យហើយសួរទៅកាន់តាពស់ព្រៃថាតាកាប់ឈើយកមកធ្វើអីនោះតាពស់ព្រៃប្រាប់ទៅខ្លាវិញថាអញកាប់ឈើយកមកធ្វើជាដំរែករែកវល្លិយកទៅផ្ទះលុះតាពស់ព្រៃកាប់ឈើធ្វើជាដំបងរួចស្រេចក៏កាន់ដើរចូលទៅវាយសំពងអាខ្លាតាំងពីថ្ងៃត្រង់រហូតប្រលប់បណ្ដាលឲ្យបាក់ឆ្អឹងជំនីខ្លាដោយគេរួបទាំងសងខាងដៃខំវាយសំពងមាត់ក៏ផ្ចាញ់ផ្ចាលថាពះអាខ្លាអាឯងខាំកូនអញទៀតខ្លាខំប្រឹងបំរាស់ឬយ៉ាងណាក៏ពំរួចវាយរួចតាពស់ព្រៃរកសម្រាប់នឹងឈើងាប់យកមកដុតពីខាងក្រោមបណ្ដាលឲ្យឆេះរួមខ្លានិងរលាកស្បែកដុំហើយឆេះរហូតដល់ដៃខ្សែដែលចងព្យួរនោះដាច់ធ្លាក់មកដល់ដីបំរាស់រួចរត់ចូលព្រៃបាត់ទៅចំណែកតាពស់ព្រៃក៏ត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញបាននិយាយរាយរាប់ប្រាប់ប្រពន្ធគាត់អំពីរឿងដែលគាត់បានវាយខ្លានោះសពគ្រប់ហើយក៏នៅជាសុខជាមួយនឹងប្រពន្ធគាត់រហូតអស់មួយជីវិតរៀងខ្លួនមកពីមានរឿងដូចបានសម្ដែងមកនេះហើយបានជាខ្លាសពថ្ងៃមានលក្ខណៈប្លែកពីសត្វទាំងពួង3យ៉ាង1ឆ្អឹងជំនីខ្លាកាលណាវាសម្លាប់ទៅឃើញរាងបាក់រួមចូលគ្នា2សត្វខ្លាសពថ្ងៃនេះវាបន់ក្នុងមួយថ្ងៃ7ដងកុំឲ្យជួបនឹងមនុស្សយើងព្រោះខ្លាចមនុស្សតាំងពីតាពស់ព្រៃចងវាសំពងវាមក3ខ្លាមានសម្បុរវាក្រវេមក្រវាមមកពីតាពស់ព្រៃដុតភ្លើងឆេះរូលខ្លួននោះឯង